វីដេអូមួយនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្លះៗនៃការធ្វើដំណើរទៅខេត្តសៀមរាបលើកដំបូងរបស់ខ្ញុំផ្ទាល់តែម្ដងហើយសម្រាប់បងប្អូនដែលគាត់ចង់ដឹងថាពេលទៅសៀមរាបចង់កក់ផ្ទះឬក៏កក់ម៉ូតូកក់អីជួលម៉ូតូជួលអីចឹងដឹងថាធ្វើម៉េចបងប្អូនអាចមើលក្នុងវីដេអូរបស់ខ្ញុំបានប៉ុន្តែវីដេអូដំបូងហ្នឹងគឺខ្ញុំត្រូវចេញពីផ្ទះសិនអញ្ចឹងអ្នកគ្នាក៏បានធ្វើដំណើរទៅទិញកៅអៅទិញអីនៅសែនដូនដើម្បីយើងទុកពាក់អញ្ចឹងទៅហើយក៏បានធ្វើការមកចាំនៅឡានក្រុងនោះប្រហែល1ម៉ោងអីជាងអ្នកគ្នាសារគេចេញទៅម៉ោង2:10កន្លះអ្នកគ្នាហើយខ្ញុំក៏បានធ្វើដំណើរឡើងទៅលើឡានហើយអ្នកគ្នាដោយសារគេឲ្យយើងយកអីវ៉ាន់យកអីទៅទុកអីហើយសម្រាប់ឡានក្រុងដែលខ្ញុំគេងនេះផងដែរគឺជាប្រភេទឡានក្រុងដែលគេងយប់អ្នកគ្នាគឺមានបន្ទប់ទឹកមានអីក្នុងនឹងស្រួលបាត់ដៃបាត់ជើងអញ្ចឹងណាហើយចំពោះតម្លៃដែលខ្ញុំជិះឡានក្រុងនេះផងដែរគឺម្នាក់គឺ$10ជាងអ្នកគ្នាហើយបន្ទាប់ពីយើងប្រើរយៈពេលអស់ខ្ទង់4ម៉ោងជាងយើងក៏បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយអ្នកគ្នាហើយបាច់មកមុខទេអ្នកគ្នាមុខហើមតែម្ដងគឺដេកបានហើយអ្នកគ្នាទៅងើបពីដេកចឹងទៅមុខរៀងហើមមកហើយបន្ទាប់ពីយើងទៅដល់ហើយក៏មានប្រភេទតុកឬក៏ម៉ូតូកង់3អីគេចាំយើងនៅកន្លែងចំណតឡានហ្នឹងហើយអ្នកគ្នាហ្នឹងហើយបន្ទាប់ពីយើងធ្វើដំណើរមកសន្ទុះក្រោយមកខ្ញុំក៏បានធ្វើដំណើរមកដល់អូតែខ្ញុំបាន booking ហើយគឺក្នុងមួយបន្ទប់ហ្នឹង$25អ្នកគ្នាហើយខ្ញុំបានចូលមុនគេឲ្យ check in ចឹងទៅក៏គេឆាចយើង 50% នៃតម្លៃបន្ទប់ហ្នឹងចឹងណាហើយដឹងធ្វើម៉េចក៏ឲ្យគេទៅអ្នកគ្នាដោយសារយើងចូលមុនគេឲ្យ check in ចឹងទៅហើយបន្ទាប់មកទៀតខ្ញុំក៏បានធ្វើដំណើរទៅផ្លាស់កៅអៅផ្លាស់អីចេញហើយក៏បានធ្វើការមហាទឹកនៅលើដបូលហូតែឡើងតតែម្ដងដោយសារលើដបូលគេមានទាំងអាងទឹកក៏ដូចជាកន្លែងអង្គុយអីចឹងណាអ្នកគ្នាអង្គុយញ៉ាំកាហ្វេអង្គុយញ៉ាំអីលើនឹងចឹងទៅហើយណាមួយអាងទឹកនេះគឺត្រូវប៉ាន់ខ្ញុំផ្ទាល់តែម្ដងដោយសារខ្ញុំចូលចិត្តហើយទឹកចឹងណាអ្នកគ្នាបន្ទាប់ពីហាយទឹករួចខ្ញុំក៏បានធ្វើដំណើរមកផ្លាស់អាវផ្លាស់អីដើម្បីយើងធ្វើដំណើរទៅប្រាសាទអង្គរវត្តផ្ទាល់តែម្ដងអ្នកគ្នាដោយសារថ្ងៃរៀងឆេដៃអញ្ចឹងណាហើយខ្ញុំក៏បាន booking pass app ជិះទៅតែម្ដងអ្នកគ្នាហើយបើសិនជាអ្នកគ្នាចង់ចំណេញនៅក្នុងការធ្វើដំណើរអ្នកទាំងអស់គ្នាធ្វើការ booking ជាមួយនឹង pass app ឬក៏ជួលម៉ូតូគេជិះបានអ្នកគ្នាគឺវាអត់សូវចុះលុយអញ្ចឹងណាអ្នកគ្នាដល់ពេលខ្ញុំធ្វើដំណើរមកសន្ទុះក្រោយមកយើងក៏បានធ្វើដំណើរមកជិតដល់ប្រាសាទហើយអ្នកគ្នាហើយក៏បានធ្វើការចូលញ៉ាំអីសិនអញ្ចឹងអ្នកគ្នាដោយសារបានញ៉ាំបាយព្រឹកទេហើយសម្រាប់ភូមិនិយាយថាដែលខ្ញុំចូលនេះផងដែរគឺខ្ញុំអត់ស្គាល់ឈ្មោះទេអ្នកគ្នាប៉ុន្តែកន្លែងគេគឺស្អាតអញ្ចឹងហើយតម្លៃក៏សមរម្យដែរអ្នកគ្នាបន្ទាប់ពីញ៉ាំអីរួចខ្ញុំក៏បានធ្វើដំណើរមកថតកន្លែងប្រាសាទដែលខ្ញុំជិះកាត់មុនហ្នឹងឲ្យអ្នកគ្នាហើយក៏បានធ្វើការមកថតរូបថតអីវីដេអូអីទៅឲ្យអ្នកគ្នាមើលចឹងទៅហើយបន្ទាប់មកក៏ធ្វើដំណើរមកដល់ប្រាសាទអីគេនេះខ្ញុំអត់សូវស្គាល់ឈ្មោះទេអ្នកគ្នាគឺនៅតាមផ្លូវអញ្ចឹងណាហើយយើងក៏បានធ្វើការចូលមកដល់កន្លែងខ្លងទ្វារប្រាសាទបាយ័នអញ្ចឹងទៅអ្នកគ្នាក៏បានធ្វើការថតវីដេអូថតអីលេងអញ្ចឹងទៅហើយយំទៅទេសភាពតាមផ្លូវគឺស្អាតខ្លាំងមែនតើអ្នកគ្នារំលេចដោយធម្មជាតិពណ៌បៃតងផ្ទាល់តែម្ដងហើយឥឡូវនេះខ្ញុំក៏បានធ្វើដំណើរមកដល់ប្រាសាទបាយ័នហើយអ្នកគ្នាគឺមនុស្សច្រើនខ្លាំងមែនតើហើយសំខាន់ទេសភាពស្អាតទៀតអ្នកគ្នាសំខាន់ចូលទៅដល់គឺអញបានថាវារំភើបខ្លាំងមែនតើដោយសារប្រាសាទនៅក្នុងធំខ្លាំងមែនតើអ្នកគ្នាហើយប៉ុន្តែទៀតអ្នកគ្នាហុកច្រឡាអីវ៉ាន់គឺច្បាស់តែម្ដងអ្នកគ្នាអញ្ចឹងមិនថៃចង់បានណាអ្នកគ្នាហើយឥឡូវខ្ញុំក៏បានធ្វើការមកស្ដាប់គេនិយាយជាមួយជនជាតិអីចឹងទៅហើយខ្ញុំមកធ្វើការថតរូបថតអីកន្លែងហ្នឹងដោយសារយូរយើងបានមកម្ដងអញ្ចឹងណាអ្នកគ្នាហើយបន្ទាប់ពីយើងថតរូបក៏ដូចជាដើរមើលកន្លែងប្រាសាទបាយ័នហ្នឹងអស់ចិត្តហើយខ្ញុំក៏បានធ្វើដំណើរដើរចេញមកវិញអញ្ចឹងណាអ្នកគ្នាហើយសម្រាប់កន្លែងនេះផងដែរគឺជាប្រភេទបំរាមអញ្ចឹងណាគឺស្រែជាអក្សរកូរ៉េនិងជាអក្សរអង់គ្លេសអញ្ចឹងទៅអ្នកគ្នាហ្នឹងហើយបន្ទាប់ពីយើងចេញពីប្រាសាទបាយ័នមកភ្លាមគឺភ្លៀងតែម្ដងអ្នកគ្នាប៉ុន្តែគឺពួកខ្ញុំអត់នៅចាំឲ្យរាំងភ្លៀងអីទេគឺខ្ញុំជិះដំណើរធ្វើដំណើរទៅថតតែម្ដងដោយសារវារៀងលឹមតិចដែរអ្នកគ្នាអញ្ចឹងទៅបើសិនជាយើងចាំវាឲ្យរាំងភ្លៀងគឺខាតពេលយើងអញ្ចឹងណាអ្នកគ្នាហើយឥឡូវដែរក៏បានធ្វើដំណើរមកដល់ប្រាសាទអង្គរហើយអ្នកគ្នាគឺស្អាតខ្លាំងមែនតើហើយទេសភាពគឺអញបានថាគឺស្រស់ខ្លាំងមែនតើអ្នកគ្នាហើយណាមួយទឹមភ្លៀងហើយចឹងទៀតគឺស្មៅវិញឡើងខៀវស្ងាត់តែម្ដងហើយក៏បានធ្វើការមកថតចឹងទៅអ្នកគ្នាគឺអញបានថាគឺស្អាតខ្លាំងមែនតើអ្នកគ្នាគឺដូចខ្ញុំនិយាយដែរអញ្ចឹងអ្នកគ្នានៅពេលដែលអ្នកគ្នាដែលក៏អត់ធ្លាប់បានទៅអញ្ចឹងទៅលើកទី1គឺសេវ៉ាវខ្លាំងមែនតើអញបានថាគឺប្រាសាទធំហើយសំខាន់ចូលទៅដល់អ្នកគ្នាគឺអញបានថាគឺព្រឺរោមតែម្ដងគឺអញបានថាវាពិនិត្យហើយសំខាន់ធំសាហាវតែម្ដងអ្នកគ្នាអញបានថាគឺចូលទៅដល់គឺអញបានថាយើងមានមោទនភាពដែលកើតមកជាកូនខ្មែរតែម្ដងអ្នកគ្នាហើយឥឡូវដែរខ្ញុំក៏បានធ្វើដំណើរដើរថតអីអញ្ចឹងថតទេសភាពថតតាមផ្លូវដែលយើងចូលទៅក្នុងប្រាសាទនឹងតែម្ដងហើយដូចអ្នកគ្នាបានឃើញទេសភាពអញ្ចឹងគឺស្អាតខ្លាំងមែនតើហ្នឹងហើយអ្នកគ្នាថ្ងៃហ្នឹងខ្ញុំក៏បានជួបជាមួយនឹងអ៊ំប្រុសម្នាក់ដែលគាត់ល្បីខ្លាំងមែនទែននៅក្នុង Facebook ក៏ដូចជា TikTok ដែលគាត់ដឹងពីប្រវត្តិសាស្ត្រខ្មែរយើងច្រើនខ្លាំងមែនទែនក៏ដូចជាដឹងពាក់ព័ន្ធមួយភាសាអង្គរវត្តក៏ដូចជារូបចម្លាក់នៅលើអញ្ចឹងណាខ្ញុំពិតជាសូមសរសើរគាត់ខ្លាំងមែនទែនในការ friendly ក៏ដូចជាការណែនាំរបស់គាត់គឺច្បាស់តែម្ដងហើយខ្ញុំគិតថាបើសិនជាក្នុងប្រទេសកម្ពុជាបើយើងមានធនធានមនុស្សដូចជាគាត់ច្រើនអញបើថាប្រទេសយើងនឹងមានការរីកចម្រើនក៏ដូចជាភ្ញៀវទេសចរចូលចិត្តមកលេងតែម្ដងដោយសារការ friendly ក៏ដូចជាការចែករំលែករបស់គាត់គឺច្បាស់ហើយល្អខ្លាំងមែនទែនអ្នកគ្នាហ្នឹងហើយអ្នកគ្នាបន្ទាប់ពីខ្ញុំដើរមើលក្នុងប្រាសាទអស់ចិត្តខ្ញុំក៏បានធ្វើដំណើរមកផ្ទះផ្ទាល់តែម្ដងអ្នកគ្នាគឺមកកន្លែងអូតាដែលយើងបាន booking ហ្នឹងហើយក៏បានរៀបចំឲ្យបានធ្វើដំណើរមកផ្ទះវិញអញ្ចឹងណាអ្នកគ្នាគឺបាននៅដើរលេង pub seat ឬក៏នៅគេងអីទេដោយសារខ្ញុំអត់សូវស្រួលខ្លួនអ្នកគ្នាហើយខ្ញុំក៏បានធ្វើដំណើរមកកន្លែងចំណតឡានឡាឌីតាផ្ទាល់តែម្ដងដោយសារខ្ញុំជ្រើសរើសជាមួយនឹងក្រុមហ៊ុនឡាឌីតាដើម្បីធ្វើដំណើរទៅផ្ទះវិញអញ្ចឹងណាហ្នឹងហើយអ្នកគ្នាវីដេអូរបស់ខ្ញុំមិនមែននឹងមានតែប៉ុណ្្នឹងទេណាបាយបាយ